ល្អសរសេរដោយលោកម៉ាថាយជំពូក17 6ថ្ងៃក្រោយមកព្រះយេស៊ូវនាំលោកពេត្រុសលោកយ៉ាកុបនិងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេឡើងលើភ្នំមួយខ្ពស់ហើយព្រះអង្គទៅជាមានរូបរាងប្លែកនៅចំពោះមុខពួកគេព្រះភ័ក្ត្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺហើយមើលលោកម៉ូសេនិងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញទាំងកំពុងនិយាយជាមួយព្រះអង្គផងលោកពេត្រុសទូលព្រះយេស៊ូវថាព្រះអម្ចាស់អើយជាការល្អណាស់ដែលយើងបាននៅទីនេះប្រសិនបើព្រះអង្គព្រមខ្ញុំនឹងធ្វើរោង3នៅទីនេះមួយសម្រាប់ព្រះអង្គមួយសម្រាប់លោកម៉ូសេនិងមួយទៀតសម្រាប់លោកអេលីយ៉ាកាលលោកពេត្រុសកំពុងនិយាយនៅឡើយនោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេហើយមានសំឡេងនិយាយចេញពីពពកមកថានេះជាបុត្រជាទីស្រឡាញ់របស់យើងពេញចិត្តនឹងព្រះអង្គណាស់ចូលស្ដាប់ព្រះអង្គចោះពេលពួកសិស្សស្ដាប់ឮគេក៏ក្រាបផ្កាប់មុខទាំងភ័យខ្លាចជាខ្លាំងព្រះយេស៊ូវក៏ចូលទៅជិតនិងបានពាល់គេដោយមានបន្ទូលថាចូលក្រោកឡើងកុំខ្លាចអីកាលពួកគេងើយភ្នែកឡើងនោះមិនឃើញអ្នកណាសោះក្រៅពីព្រះយេស៊ូវប៉ុណ្ណោះពេលពួកគេកំពុងចុះពីភ្នំមកវិញព្រះយេស៊ូវមានបន្ទូលបង្គាប់ពួកគេថាកុំប្រាប់អ្នកណាអំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះរហូតដល់កូនមនុស្សរស់ពីស្លាប់ឡើងវិញពួកសិស្សទូលសួរព្រះអង្គថាចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថាលោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះព្រះអង្គមានបន្ទូលឆ្លើយថាលោកអេលីយ៉ាមកមែនដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញតែខ្ញុំប្រាប់អ្នករាល់គ្នាថាលោកអេលីយ៉ាបានមករួចហើយប៉ុន្តែពួកគេមិនបានទទួលស្គាល់លោកទេបែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្តគ្រប់បែបយ៉ាងហើយកូនមនុស្សនឹងត្រូវពួកគេធ្វើទុកយ៉ាងដូច្នោះដែរពួកសិស្សយល់ថាព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកកាលបានមកដល់បណ្ដាជនហើយនោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គទូលថាលោកម្ចាស់អើយសូមមេត្តាដល់កូនប្រុសខ្ញុំផងព្រោះវាឆ្កួតជ្រូករងទុក្ខខ្លាំងណាស់ហើយវាចេះតែដួលទៅក្នុងភ្លើងនិងក្នុងទឹកជាញឹកញាប់ខ្ញុំបាននាំវាមករកពួកសិស្សរបស់លោកដែរតែពួកគេមិនអាចប្រោះវាឲ្យជាបានទេព្រះយេស៊ូវមានបន្ទូលឆ្លើយថាអូចំនួនមនុស្សគ្មានជំនឿនិងមានចិត្តវាចអើយតើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណាតើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណាចូលនាំក្មេងនោះមកឯខ្ញុំនៅទីនេះព្រះយេស៊ូវបានបន្ទោសអារក្សហើយវាក៏ចេញពីក្មេងនោះក៏បានជាសះស្បើយចាប់តាំងពីពេលនោះមកបន្ទាប់មកពួកសិស្សបានចូលមកជិតព្រះយេស៊ូវដោយឡែកទូលសួរថាហេតុអ្វីបានជាយើងមិនអាចបណ្ដេញអារក្សនោះបានដូច្នេះព្រះអង្គមានបន្ទូលទៅពួកគេថាមកពីអ្នករាល់គ្នាមានជំនឿតិចត្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើអ្នករាល់គ្នាមានជំនឿប៉ិនគ្រាប់មូតាមួយគ្រាប់ហើយនិយាយទៅកាន់ភ្នំនេះថាចូលរើចេញពីទីនោះវានឹងត្រូវរើចេញហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយប៉ុន្តែអារក្សប្រភេទនេះមិនងាយបណ្ដេញចេញទេលើកលែងតែអធិដ្ឋាននិងតមអាហារកាលពួកគេមកជុំគ្នានៅស្រុកកាលីលេព្រះយេស៊ូវមានបន្ទូលទៅពួកគេថាកូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្សគេនឹងសម្លាប់លោកប៉ុន្តែលោកនឹងរស់ឡើងវិញនៅថ្ងៃទី3ពេលពួកគេឮដូច្នេះក៏ព្រួយចិត្តជាខ្លាំងកាលពួកគេមកដល់ក្រុងកាពឺណាំនោះមានម្នាក់ជាអ្នកទារពន្ធចំនួន2ដ្រាម៉ាសម្រាប់ព្រះវិហារបានចូលមកជិតលោកពេត្រុសសួរថាតើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬលោកពេត្រុសក៏តបថាបាទហើយកាលមកដល់ក្នុងផ្ទះវិញព្រះយេស៊ូវមានបន្ទូលជាមុនទៅគាត់ថាស៊ីម៉ូនអើយអ្នកយល់យ៉ាងដូចម្ដេចតើស្ដេចនៅផែនដីនេះទារពន្ធដារឬសួយអាករពីនរណាពីកូនរបស់ខ្លួនឬពីអ្នកដទៃគាត់ទូលតបវិញថាពីអ្នកដទៃព្រះយេស៊ូវក៏មានបន្ទូលទៅគាត់ថាដូច្នេះកូនស្ដេចមិនបាច់បង់ពន្ធទេប៉ុន្តែដើម្បីកុំឲ្យគេទាស់ចិត្តចូលទៅបឹងហើយបោះសន្ទូចចោះរួចយកត្រីដែលជាប់សន្ទូចមុនគេ
បើកមាត់វានោះអ្នកនឹងឃើញកាក់មួយចូលយកកាក់នោះបងពុនឲ្យគេសម្រាប់ខ្ញុំនិងអ្នកចោះ